ចាសសូមជម្រាបសួរពុកម៉ែបងប្អូនមីងទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើសម្លម្ជូរស្លឹកម្កាក់ឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ចែកជូនបងប្អូនទស្សនាទាំងអស់គ្នាតោះថាតើមានគ្រឿងផ្សំអ្វីខ្លះសូមទស្សនាទាំងអស់គ្នាឲ្យដល់ចប់ណាចាគ្រឿងផ្សំរបស់យើងបានត្រៀមរៀបចំរួចរាល់អស់ហើយនាងខ្ញុំមានសាច់ខ្លុំចំនួន4ក្បាលសាច់ព្រៃបងប្អូនយើងហាន់ជាដំល្មមទៅហើយល្ហុងសាគាចិត្តទុំហើយបងប្អូនហើយយើងមានស្លឹកម្កាក់នាងខ្ញុំកិនម្សិនក្លុកហើយមានគ្រឿងយើងកិនឲ្យម៉ត់អញ្ចឹងមកហើយប្រហុកចិញ្ច្រាំផងដែរចាជាដំបូងយើងចាក់ប្រេងឆាឲ្យក្តៅបន្តិចហើយយើងដាក់ប្រហុកចូលកូរប្រហុកយើងឲ្យឡើងឈ្ងុយបន្តិចសិនណាបន្ទាប់ពីយើងកូរប្រហុកឡើងឈ្ងុយហើយយើងដាក់សាច់ចូលតែម្ដងបន្ទាប់មកយើងរំលីងសាច់របស់យើងឲ្យឡើងឈ្ងុយឡើងឆ្អិនបន្តិចសិនណាពេលដែលឆ្អិនហើយគឺអស់ឈាមហើយបងប្អូនបន្ទាប់មកយើងដាក់គ្រឿងគល់ស្លឹកគ្រៃយើងចូលបងប្អូនគ្រឿងគល់ស្លឹកគ្រៃយើងមានរំដេងល្មៀតទឹកក្រូចសើចអីហ្នឹងបងប្អូនយើងកិនវាឲ្យម៉ត់មកហើយយើងដាក់ប៊ីចេងបន្តិចស្ករកន្លះស្លាបព្រាបាយទឹកត្រីបន្តិចផងដែរហើយយើងកូរច្របល់វាឲ្យសព្វចូលជាមួយនឹងគ្រឿងបន្ទាប់មករៀងឈ្ងុយបន្តិចយើងដាក់បន្លែល្ហុងរបស់យើងចូលតែម្ដងហើយល្ហុងរបស់យើងហាន់ជាច្របាមូលបែបនេះបងប្អូនមិនក្រាស់ពេកមិនស្ដើងពេកទេបងប្អូនមកល្មមទៅហើយយើងកូរពី3ត្រឡប់ទៅឲ្យវាសព្វចូលជាមួយនឹងគ្រឿងជាមួយនឹងសាច់របស់យើងចាហើយល្ហុងរបស់យើងគឺពណ៌ទុំស្រគាអញ្ចឹងគឺមើលទៅតំណងគួរឲ្យចង់ញ៉ាំបងប្អូនហើយពណ៌ក៏ស្រស់ស្អាតផងដែរបន្ទាប់មកនេះខ្ញុំដាក់អំបិលបន្តិចបងប្អូនយើងកុំឲ្យដាក់ច្រើនពេកព្រោះអីដំបូងយើងដាក់ប្រហុកផងទឹកត្រីផងឥឡូវយើងដាក់អំបិលមកល្មមទៅបានហើយចាំដល់ពេលយើងភ្លក់មើលស្ទើរអីចាំយើងថែមតាមក្រោយតាមហ្នឹងបងប្អូនណាចាំបន្ទាប់មកយើងដាក់ទឹកបងប្អូនយើងដាក់ទឹកស្មានមកល្មមទៅកុំឲ្យច្រើនពេកកុំឲ្យតិចពេកទេបងប្អូនយើងរងាស់បន្លែនិងសាច់របស់យើងរៀងផុយបន្តិចមកហើយនេះខ្ញុំដាក់ទឹកក្តៅបងប្អូនបងប្អូនអត់មានទឹកក្តៅអាចដាក់ទឹកត្រជាក់បានណានេះខ្ញុំដាក់ទឹកក្តៅទៅដើម្បីឲ្យសម្លរបស់យើងឆាប់ពុះចានេះខ្ញុំដាក់ទឹកប្រហែលជា 2-3 ចានបងប្អូនមើលមកល្មមនឹងសាច់និងបន្លែរបស់យើងចាមើលទៅទំនងហើយពណ៌ក៏ស្រស់ស្អាតដែរបងប្អូនចាំបន្ទាប់មកយើងគ្របទុកវាមកស្របក់សិនមកតម្រាំតែសម្លរបស់យើងពុះចាំបន្ទាប់ពីសម្លយើងពុះហើយយើងបងស្លឹកម្កាក់ចូលតែម្ដងទៅចាស្លឹកម្កាក់នេះនាងខ្ញុំបេះនៅក្រៅផ្ទះយើងដាំខ្លួនឯងបងប្អូនហើយនាងខ្ញុំកិនម៉ាស៊ីនក្លុកបងប្អូនវារៀងម៉ត់បន្តិចបងប្អូនណាបងប្អូនអត់មានម៉ាស៊ីនក្លុកទេអាចបងប្អូនអាចបុកនឹងត្បាល់ក៏បានដែរបងប្អូនណាចាហើយយើងកូរវាពី3ត្រឡប់ទៅឲ្យវាសព្វចូលជាមួយសម្លរបស់យើងចាហើយយើងទុកមកពុះទៀតបងប្អូនបន្ទាប់មកយើងភ្លក់មើលទៅស្ទើរអីថែមនងទៅណាតាមចំណង់ចំណូលចិត្តបងប្អូនណាហើយសម្លរបស់យើងគឺរសជាតិល្មមឆ្ងាញ់តែម្ដងណាហើយចុងក្រោយយើងដួសដាក់ចានរួចជាការស្រេចបងប្អូនហើយមើលទៅតំណងគួរឲ្យចង់ញ៉ាំតែម្ដងបើនិយាយពីពណ៌វិញគឺស្រស់ស្អាតមែនតើចាអរគុណបងប្អូនកុំភ្លេចជួយ Subscribe Channel របស់នាងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូជាច្រើនបន្តទៀតបើមានកំហុសខុសឆ្គងត្រង់ណាសូមអធ្យាស្រ័យផងសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ